បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់មុខងារ intelligent របស់កាមេរ៉ា service បាទដំបូងយើងចូលទៅកាន់ AP service បន្តមកទៀតយើងធ្វើការ refresh មួយដើម្បីបញ្ជាក់ថាកាមេរ៉ារបស់យើងត្រូវបានដើរយើងចូលទៅកាន់កាមេរ៉ាបន្តមកទៀតយើងចូលមកកាន់ setting រូបមួយជ្រុងនេះហើយនៅក្នុងនេះផងដែរវាមានមុខងារច្រើនបាទតែនៅពេលនេះគឺយើងចូលទៅកាន់ intelligent detection បាទហើយនៅទីនេះផងដែរគឺជាកន្លែងផ្ទុកនៅ AI របស់កាមេរ៉ា exhibit នៅក្នុងនោះមានជាមនុស្សមានជាយានយន្តមានជារូបភាពហើយបើសិនជាយើងចង់ប្រើប្រាស់ detect មនុស្សឬក៏យានយន្តយើងគ្រាន់តែចុច apply លើវាទៅបាទហើយនៅក្នុងនេះផងដែរយើងនឹងធ្វើការ apply មួយទៀតគេហៅ image change detection សម្រាប់ image change detection នេះផងដែរវាជាកន្លែងកំណត់ទីតាំងដែលយើងចង់ឲ្យកាមេរ៉ា detect យើងអាចកំណត់ area មួយណាដែលយើងចង់ឲ្យកាមេរ៉ា detect ហើយនៅពេលដែលវា detect វាមានជា LAN ជាយានយន្តដែលយើងធ្វើការ apply ពីមុនហើយនោះបាទហើយផ្ញើសារមកយើងអូខេបន្ទាប់ពីនេះហើយយើងចុច save ឥឡូវយើងមក detection sensitive មានតាំងពី low រហូតដល់ high បាទបើយើងចង់ឲ្យវាលឿនគឺយើងយក high បាទនៅពេលនេះវីដេអូរបស់យើងក៏បានដល់ទីបញ្ចប់ហើយបាទសូមអរគុណនិងសូមជម្រាបលា